តើបងប្អូនមកមើលពីរបៀបដាំដំឡូងជ្វាជាមួយ admin ទាំងអស់គ្នារៀបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកដឹងពីរបៀបដាំដំឡូងជ្វានៅក្នុងការុងជាមួយខ្ញុំទាំងអស់គ្នាដំបូងគឺយើងកាត់ត្រួយដំឡូងជ្វាយើងកាត់យកតែចុងខ្ចីៗមកហើយបន្ទាប់មកទៀតគឺយើងផ្សំវាបដោះគេហៅថាបដោះឲ្យចេញឫសសិនណានេះបងប្អូនឲ្យចេញឫសសដូចខ្ញុំអញ្ចឹងមករួចហើយសូមយើងយកមកដាំបងប្អូននៅទីក្រុងឬក៏នៅស្រុកស្រែនៅផ្ទះជួលឬក៏នៅណាទេក៏បងប្អូនអាចដាំដំឡូងជ្វានឹងការុងបានហូបដែរឲ្យតែបងប្អូនឧស្សាហ៍អញ្ចឹងហើយសម្រាប់ដំឡូងជ្វានឹងគឺយើងចង់ដាំឲ្យមានមើមគឺយើងត្រូវការរកដីដែលមានជីជាតិដីដែលមានគេហៅថាមានលាយសបកពងមឿនអីមកដាក់ពីក្រោមមកឬហើយសូមយើងដាក់ដីពីលើអញ្ចឹងមកហើយនៅពេលដែលយើងដាំគឺយើងត្រូវដាំ3ថ្នាំងបងប្អូនមើល1 2 3ថ្នាំងនឹងមកដាក់ឲ្យលិចប៉ុណ្្នឹងមកឲ្យវារៀងជ្រៅបន្តិចណាតែកុំជ្រៅពេកកាលណាតែជ្រៅពេកក៏អត់សូវមានមើមដែរហើយមើមទូចអញ្ចឹងងាយទេពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនចង់ហូបដំឡូងជ្វាអីគឺថាយើងហូបដំឡូងជ្វាដោយធម្មជាតិដាំដោយដៃខ្លួនឯងឲ្យតែយើងមានត្រួយដំឡូងជ្វានឹងមកហើយកុំកាច់ភ្លាមយកមកដាំភ្លាមបងប្អូនដូចខ្ញុំប្រាប់ដែរថាធ្វើម៉េចឲ្យមានឫសសអញ្ចឹងមកនេះសម្រាប់យើងដោតចូល3ថ្នាំងអញ្ចឹងមកដំឡូងជ្វាប្រើពេលខ្លីទេ1ខែកន្លះឬក៏2ខែយើងអាចដកញ៉ាំបានហើយបើយើងចង់ទុកឲ្យដល់យូរ2ខែកន្លះទៅ3ខែអាហ្នឹងកាន់តែយូរមើមកាន់តែធំអញ្ចឹងហើយនេះពុកម៉ែបងប្អូនគ្រួសារខ្ញុំក៏ដឹងថាខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំដំឡូងជ្វាអញ្ចឹងហើយក៏គាត់សម្រេចចិត្តថាច្រកដីមកការុងនឹងមកក៏ដាំដំឡូងជ្វាឲ្យខ្ញុំបានមកការុងឯងចាំមើលលទ្ធផលចុងក្រោយថាបានមើលប្រហែលចាំខ្ញុំមកកាត់ការុងឲ្យមើលឥឡូវនេះយើងទៅចាប់ផ្ដើមដាំទេអញ្ចឹងហើយដាំដំឡូងជ្វាហ្នឹងគឺងាយស្រួលទេសម្រាប់ពុកម៉ែបងប្អូនទាំងដីខ្ញុំទូចអត់មានកន្លែងដាំអីបងប្អូនអាចច្រកដីនឹងការុងដាំជាអញ្ចឹងវិញក៏បានដែរដូចថាដីយើងទូចអត់ទៅទលាយអញ្ចឹងណាបងប្អូនអាចច្រកនឹងការុងអញ្ចឹងដាំដូចខ្ញុំអញ្ចឹងមកក៏បានដែរនេះហើយយើងដាំពីលើផងដាំដោតគៀនផងអញ្ចឹងណាបងប្អូននេះយើងដាំចេះមកហើយស្រួលទេដំឡូងជ្វាគឺថាស្រួលដាំមែនតែនឲ្យតែមានដីធូដីក៏ខ្ពស់ភក់អីអញ្ចឹងមកគឺថាហើយសម្រាប់ដំឡូងជ្វាហ្នឹងគឺវាត្រូវការដីធូដើម្បីអីដើម្បីចាក់ឬចាក់មើមលូតលាស់ទៅតាមហ្នឹងឯងបងប្អូនដោយសារអីយើងដាំដំឡូងជ្វាហូបដំឡូងជ្វាគឺឆ្អែតដូចបាយអញ្ចឹងព្រឹកឡើងយើងស្ងោរតែម្ដុំទៅគឺថារួចរាល់ជាអាហារពេលព្រឹកមួយវិញទៀតយើងសន្សំសំចៃថវិកាបានសល់ទៀតយើងអត់បាក់ទៅញ៉ាំបបរញ៉ាំកាទៀវខាតពេលវេលាច្រើនអញ្ចឹងណាហើយបន្ទាប់ពីយើងដាំហើយគឺយើងត្រូវការស្រោចទឹកផងពុកម៉ែបងប្អូនទាំងគ្នាយើងស្រោចទឹកពី3ថ្ងៃម្ដងក៏បានយើងស្រោចទឹករាល់ថ្ងៃក៏បានតែបើក្តៅខ្លាំងយើងស្រោចរាល់ថ្ងៃឬក៏2 3ថ្ងៃក៏បានដែរបងប្អូនយើងគេហៅថាយើងនៅក្បែរដៃក្បែរផ្ទះអញ្ចឹងគឺយើងងាយស្រួលក្នុងការថែទាំមួយវិញទៀតដំឡូងជ្វាដូចខ្ញុំប្រាប់ពុកម៉ែបងប្អូនហ្នឹងគឺយើងកុំកាត់យកដើមចាស់យកមកដាំចាស់គឺធ្វើឲ្យអត់មានមើមទេពួកអីគេហៅថាវាអស់ថាមពលនៃការលូតលាស់អញ្ចឹងណាកាត់យកអាត្រួយខ្ចីអាត្រួយដែលលើសខ្ចីហ្នឹងកាត់វែងនឹងដូចខ្ញុំអញ្ចឹងមករួចហើយធ្វើម៉េចយើងបណ្ដោះឬក៏ដាក់ផ្សាំដាក់អបវាប្រោះទឹកឲ្យដុះឫសអញ្ចឹងសិនមកសុំយកមកដាំបានយើងដាំទៅដំឡូងជ្វាយើងគឺថាវាមានកម្លាំងចាប់ឫសចាប់មើម